ជារៀបសួរពុកម៉ែបងប្អូនពីប្រទេសស៊ុយអែតចាថ្ងៃនេះខ្ញុំបានទៅផ្សារអារ៉ាប់ហើយក៏បានឃើញអណ្ដាតគោមួយទម្ងន់1គីឡូ8ខាំហើយมันបង្អង់យូរទេក៏យកមកលាងទឹកពុកម៉ែបងប្អូនចាហើយខ្ញុំចង់ធ្វើម្ជូរគ្រឿងមួយមុខហើយនឹងឆ្ងោរធ្វើទឹកត្រីផ្អែមមួយមុខបងប្អូនចាឥឡូវហ្នឹងក៏រៀបចំហាន់វាដើម្បីស្លម្ជូរគ្រឿងហើយនឹងកាត់ឆ្ងោបងប្អូនចាអាមួយចំហៀងខាងមុខនេះបងប្អូនសិតតែសាច់ចាអាហ្នឹងខ្ញុំកាត់ស្លម្ជូរគ្រឿងបាទនោះឆ្ងោឲ្យបងប្អូនអើយហើយខ្នាញ់អាកបិតនេះវាអត់មុតអញ្ចឹងមានចលៀងខ្លួនឯងខុសត្រូវអីចេះតែកូតដល់បងប្អូនអើយយើងមិនអ្នកចំលៀងកបិតជំនាញឯណាតើពេលចលៀងហើយទៅវារៀងមុតបន្តិចបងប្អូនចាហើយម្ហូបហ្នឹងខ្ញុំធ្វើញ៉ាំតាមមួយបងស្រីខ្ញុំហើយនឹងខ្ញុំឯងហើយតិចទៀតបងខ្ញុំគាត់មកវិធ្វើការមកញ៉ាំអញ្ចឹងបកូនខ្ញុំឯប្តីខ្ញុំគឺអត់ទេចាហើយនេះសម្រាប់ម្ជូរគ្រឿងបងប្អូនចាហើយដាក់ស្ងោរដល់ឥឡូវហើយអត់មានប្រអងយូរទេបងប្អូនអើយម៉ោងក៏កាន់តែច្រើនពោះខ្ញុំក៏ហេវដូចគ្នាចានេះស្ងោរឆ្អិនហើយវីដេអូខ្ញុំកាត់ទេបងប្អូនតាមពិតស្ងោរចង់1ម៉ោងជាងស្ងោរឲ្យឡើងផុយលលួយចាបើកាត់ចឹងវាលឿនអូបើតាមវីដេអូស្ងោរនោះមិនបាច់ទេវីដេអូនោះវែងមកវែងបងប្អូនហើយមានតែអ្នកធ្វើវីដេអូដូចគ្នាទើបយល់តម្រាំតាថតឲ្យកាត់តឲ្យបកប្រែសំឡេងហើយផុសទៅមានអ្នកជួយមើលជួយ like ជួយ comment ចេះមានកម្លាំងចិត្តធ្វើទៀតណាតពេលផុសទៅម្នាក់ពីរនាក់ហើយក៏សូមអរគុណដែរមិត្ត best friend ខ្ញុំចង់និយាយថា top friend ខ្ញុំតែងតែជួយ like ប្រហែលអ្នកនឹងដែរចាអរគុណច្រើនចាវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ហើយបើពុកម៉ែបងប្អូនចូលចិត្តសូមជួយ like comment ម្នាក់មួយផងចាអរគុណសម្រាប់ការទស្សនា